សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើប្រហិតត្រីជាដំបូងមានដូចជាស្ករសប៊ីចេងអំបិលហើយរ៉ូឌីហើយនឹងគល់ស្លឹកគ្រៃល្មៀតម្ដេងខ្ទឹមសហើយយកត្រីយកមកដុំងាយស្រួលក្នុងការហូតឆ្អឹងចេញបន្ទាប់មកយើងយកត្រីដែលបានហូតឆ្អឹងហើយយកមកកញ្ច្រាំចូលគ្នាឲ្យម៉ត់បន្ទាប់មកយើងយកគល់ស្លឹកគ្រៃម្ដេងល្មៀតខ្ទឹមសបុកដាក់បញ្ចូលគ្នាបន្ទាប់មកយើងយកសាច់ត្រីដែលបានកញ្ច្រាំរួចយើងយកមកបុកជាមួយនឹងគ្រឿងបន្ទាប់មកយើងយកស្ករសប៊ីចេងរ៉ូឌីនិងអំបិលដាក់ចូលគ្នាជាការស្រេច